ចុចបាទសូមជម្រាបសួរបងប្អូនដូចជាប្រិយមិត្តនៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់ជាទីគោរពរាប់អានថ្ងៃមុនខ្ញុំបានធ្វើវីដេអូមួយដើម្បីសូមជំនួយពីបងប្អូនដែលមានទឹកចិត្តសម្រាប់ធម៌ជួយដល់មិត្តភក្តិរបស់ខ្ញុំថ្ងៃនេះដូចតាមការសន្យាអញ្ចឹងពេលបានជំនួយខ្ញុំនឹងពំនាំជំនួយរបស់បងប្អូនមកឲ្យដល់ដៃគាត់ហើយមិនឲ្យបាត់បង់ជំនួយរបស់បងប្អូនសូម្បីតែអក្សរម៉ាស៊ីនទេហើយថ្ងៃនេះក៏ធ្វើដូចតាមការសន្យាដែរគឺខ្ញុំបានពំនាំជំនួយមានទឹកផ្លែឈើមីត្រីខអីសម្រាប់គាត់ហូបចុកព្រោះអីដូចបងប្អូនឃើញនៅក្នុងវីដេអូមុនហើយថាគាត់ក៏មិនមានអីហូបចុកអីគ្រប់គ្រាន់ទេដូចខ្ញុំថាមានតែបាយអីហ្នឹងគឺមិនខ្វះទេបាយទឹកសម្រាប់ហូបតែសម្រាប់ការហូបចុកផ្សេងគឺអត់មានទេបងប្អូនមើលតែរូបរាងនេះដឹងហើយគាត់មិនមានអីហូបឆ្ងាញ់ដូចយើងគ្រប់គ្នាទេហ្នឹងហើយថ្ងៃនេះអត់មានអីទេគឺតិចតួចតាមរយៈខ្ញុំបាទពំនាំយកមកជួយជំនួយបងប្អូនហើយនឹងមានឱកាសខ្លះដែរប៉ុន្តែឥឡូវនេះគឺមានរបស់របរតិចតួចដោយបងប្អូនឃើញស្ដាប់នៅក្នុងវីដេអូហ្នឹងអញ្ចឹងជម្រាបសួរហ្នឹងហើយភ័ក្រអីណាសប្បាយណាអធិស្ឋានបងប្អូនដោយសារគាត់ពិបាកក្នុងការនិយាយគឺគាត់ជាអត់ច្បាស់ទេបើនិយាយទៅគឺនិយាយអត់ច្បាស់ពិបាកនិយាយហើយខ្ញុំក៏លើកម្រាបដប់សូមថ្លែងអំណរគុណដល់សពប្រជាជនទាំងអស់បាទដែលបានជួយជំនួយមកគាត់ជួយជាថវិកាទេប៉ុន្តែខ្ញុំលុយមកទិញជាសម្ភារៈហូបចុកខ្លះទាំងទុកថវិកាខ្លះសម្រាប់គាត់កាលណាបើយកលុយកាក់ឲ្យគាត់ទាំងសងទៅយើងក៏គាត់ពិបាកយកទៅទិញហូបអញ្ចឹងខ្ញុំរៀបចំជារបស់របរហូបខ្លះហើយវាមិនច្រើនទេបងប្អូនគឺថាវាតិចតួចទេតែគឺអាចសម្រួលឲ្យគាត់បានហូបចុកខ្លះដែរអរគុណច្រើនសម្រាប់ទឹកចិត្តបងប្អូនហើយនេះថវិកាដែលបងប្អូនជួយហ្នឹងគឺបានចំនួន20,000 រៀលអញ្ចឹងខ្ញុំលុយយកមកទិញសម្ភារៈនេះអស់10,000 រៀលអញ្ចឹងនៅសល់10,000 រៀលនេះគឺបកគោជូនគាត់អញ្ចឹងគឺខ្ញុំអត់មានទៅកាប់គេទេសំខាន់ឲ្យតែបានគាត់មកហូបចុកនឹងគាត់យកទៅប្រើប្រាស់តាមតម្រូវការរបស់គាត់ចុះថ្ងៃអញ្ចឹងខ្ញុំអត់មានវីដេអូអីវែងឆ្ងាយទេបងប្អូនមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថានៅមានបងប្អូនជាច្រើនទៀតដែលបានទស្សនាវីដេអូនេះក៏ដូចជាជួយ share ចែករំលែកដល់បងប្អូនអ្នកដែលមិនទាន់បានឃើញនឹងមានការជួយដល់គាត់បន្តទៀតហ្នឹងហើយបងប្អូនមើលទៅអត់មានអីទេគាត់ដូចខ្ញុំផុសវីដេអូមុនអញ្ចឹងគឺកូនកាព្រារស់នៅ2នាក់បងប្អូនហើយបងប្អូនស្រីក៏គាត់មិនជាសូវជាអីប្រហែលដែរសុខភាពអីក៏គាត់មិនសូវជាល្អអីប្រហែលដែរនៅ2នាក់បងប្អូនកាព្រានៅឪពុកក្នុងម្ដាយយកអញ្ចឹងសង្ឃឹមថាបងប្អូននឹងមានទឹកចិត្តហើយនឹងនៅតែបន្តជួយគាត់បន្តទៀតហើយខ្ញុំនឹងពំនាំយកជំនួយរបស់បងប្អូនមកជូនគាត់បន្តទៀតប៉ុន្តែបើអត់ទេហ្នឹងតាមហ្នឹងហើយមានតែអញ្ចឹងថាបើសិនជាបងប្អូននៅជួយទៀតនឹងឃើញវីដេអូក្រោយវាបើអត់ទេគឺត្រឹមតែវីដេអូហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យវែងឆ្ងាយទីចុងក្រោយខ្ញុំសូមគោរពជូនពរនិងថ្លែងអំណរគុណចំនួនគាត់ព្រោះអីគាត់អត់ចេះជូនពរអត់ចេះថ្លែងអំណរគុណទេដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងគាត់ពិបាកនិយាយនឹងជូនពរឲ្យបងប្អូនម្ចាស់ជំនួយទាំងអស់បាទមានសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបាននិងសុខភាពល្អគ្រប់គ្នាឲ្យធ្វើដំណើរទៅណាមកណាជួបផ្ទះតែសេចក្តីសុខសុវត្ថិភាពទាំងអស់គ្នាហ្នឹងហើយខ្ញុំសូមជូនថវិកានេះទៅគាត់តដៃអាចអរគុណងារតិចបានទេអរគុណងារតិចបានទេហ្នឹងហើយអរគុណច្រើនហ្នឹងហើយគាត់ចេះតែតាមការនេះបានហ្នឹងហើយអរគុណច្រើនបងប្អូនអត់មានអីវិញឆ្ងាយទេមានតែម្រាមតបអរគុណច្រើនជំរាបលាជួបគ្នាវីដេអូក្រោយបងប្អូនបាទអរគុណ